ប្តីប្រពន្ធពីរនាក់ស្រឡាញ់គ្នាណាស់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីហើយប្រពន្ធហ្នឹងនៅផ្ទះប្តីទៅរកស៊ីត្រឡប់មកវិញទៅជួបគ្នាធម្មតាពេលថ្ងៃមួយហ្នឹងប្តីទៅយូរបន្តិចទៅអាប្អូនថ្លៃប្រុសនោះវាប្រកែលេបខាយមកតាក់តងជាមួយបងហ្នឹងទៅវាត្រូវគ្នាវាកាន់តែជ្រុលទៅខ្សឹបគ្នាស៊ីស៊ុះកុំឲ្យបែកការបងប្រុសមកវិញត្រូវតែចាត់ការចោលដល់តបងត្រឡប់មកវិញក៏គេធ្វើល្បិចនាំទៅងូតទឹកស្រះកំពុងឲ្យច្រៀងសាសងគ្នានឹងស្រះនឹងអោនក្បាលទៅបាច់ទឹកដាក់លើខ្លួនស្រាប់តែខ្វែវខ្វាប់ពីលើកកដាច់ធ្លាក់ក្បាលចូលទឹកភ្លៀកអត់ដឹងគេលួចកាប់ងាប់បាត់អាប្តីនឹងវានៅតែស្រឡាញ់ប្រពន្ធអើយស្រឡាញ់ចិត្តស្រឡាញ់ខ្លាំងណាស់ចឹងទៅណាមរួចទេអារម្មណ៍នៅតែវិលវល់ចង់អត់ដឹងថាស្លាប់ដោយសារអីផងមកកើតជាពោះតកែនៅលើផ្ទះនាងនឹងអាពោះតកែវានៅតែស្រឡាញ់ប្រពន្ធវានឹងវាទម្លាក់ខ្លួនឲ្យចំឲ្យតែប្រពន្ធអង្គុយទៅណាទម្លាក់ពុកឲ្យចំអាប្រពន្ធនឹងស្រែកឆោឡោឡើងអាប្តីនឹងដឹងថាពោះតកែនឹងបែបមិនស្រួលទេសង្ស័យតែប្តីនាងនឹងចាប់ជាតិហើយអាប្តីក្រោយនឹងកាប់ពោះតកែនឹងងាប់ទៀតអាពោះតកែវាស្លាប់ហើយវាអត់ដឹងតែរឿងអីទៀតវាដឹងតែស្រឡាញ់ជាប់ជាពាក់ជាមួយនាងនឹងទៅណាមិនរួចទេវាកើតជាកូនឆ្កែនៅក្រោមផ្ទះហ្នឹងនាងនឹងដើរទៅណាកូនឆ្កែបោលតាមរហូតដល់តែអ្នកស្រុកគាត់ចិត្តទៅលពឹសមាត់នាងនឹងប្តីនាងនឹងឆ្កែហ្នឹងនាងនឹងបានប្តីឆ្កែទៅណាបដើប្តីតាមនាងនឹងមកអិចអុកប្រាប់ប្តីចុងនឹងប្តីក្រោយនឹងកាប់កូនឆ្កែនឹងងាប់ទៀតទៅអារូបរាងកាយឆ្កែវាស្លាប់ទៅប៉ុន្តែអាជីវ័នចិត្តចុងក្រោយវានៅតែជាប់ជាពាក់នាងនឹងស្លាប់ទៅវានៅតែន្ទូលមករនាងនឹងមិនដឹងទៅណាមកកើតក្នុងពោះគោនៅក្នុងផ្ទះហ្នឹងបានជាកូនគោម្ដងកូនគោចេះដើរចេះបោលនាងនឹងទៅណាគោនឹងទៅតាមទៀតណាតាមរហូតអ្នកស្រុកគេថានាងនេះបានប្តីគោប្តីនាងនឹងគោទៅណាបដើប្តីតាមឯនោះខឹងណាស់មកអុកឡុកទៀតបងឯងមើលគេថាខ្ញុំបានប្តីគោខ្មាស់គេថាប្តីខ្ញុំគោប្តីនឹងកាប់គោនឹងងាប់ទៀតទៅដល់ងាប់ទៅអាគោនឹងវាស្លាប់ហើយអាជីវ័ននៃចិត្តវានៅជាប់ជាពាក់អាបនហេញបាបវានៅមិនទាន់អស់មិនដឹងទៅណាមកតាក់តែងវិញ្ញាណថ្មីកើតរកកន្លែងកើតមិនបានយប់នឹងចូលភ្លេចក្នុងពោះប្រពន្ធខ្លួនឯងបានជាកប្រពន្ធខ្លួនឯងនឹងគ្រប់ខែឡើងប្រសូតមកដឹងជាតិទាំងអស់ម៉ែនឹងប៉ះលែងបានហ្មងប៉ះស្រែកជីតារើសយកទៅចិញ្ចឹមទៅបញ្ចុកទឹកដោះគោរហូតដល់ធំចេះដើរចេះរត់និយាយភាសាស្ដាប់ច្បាស់លាស់បានក៏សួរថាចៅឯងមិនក៏ខុសគេកើតមកពីទៅនៅជាមួយម៉ែជាមួយឪហើយឯងមិនក៏ម៉ែប៉ះមិនបានអញ្ចឹងបានតែចៅនឹងវានិយាយរឿងប្រវត្តិដឹងជាតិនឹងឲ្យស្ដាប់ទាំងអស់ថាដោយការអារម្មណ៍ជាប់ជំពាក់នឹងត្រូវគេសម្លាប់អស់កាលយូរណាស់វាលវត្តសង្សារនឹងវង្វេងកើតចាស់ឈឺស្លាប់